ជ្រាបសួរអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូទី1នៃមេរៀនជាមួយនឹង CRT ឬក៏ Candle Rank Theory អញ្ចឹងថ្ងៃនេះគឺយើងនឹងធ្វើការមក learn ទាំងអស់គ្នាអំពី Candle Rank Theory ដោយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការនិយាយពី structure របស់ CRT ថា CRT នឹងគឺវាមាន structure បែបណា ចំពោះ CRT គឺជា model មួយដែលយើងអាចធ្វើការប្រើប្រាស់ដើម្បីធ្វើការ trade ឬក៏ចេញចូលជាមួយនឹង market បានដែល CRT គឺមកពីពាក្យថា Candle Rank Theory ហើយចំពោះ CRT នឹងទៀតសោតគឺយើងមើលជាមួយនឹង candle ហ្នឹងនៅក្នុង time frame 1ម៉ោង4ម៉ោងជាមួយនឹង daily ហើយយើងក៏អាចមើលជាមួយនឹង time frame weekly time frame monthly បានដូចគ្នាប៉ុន្តែចំពោះ time frame 1ម៉ោង4ម៉ោង daily គឺជា time frame ដែលពេញនិយមក្នុងការ trade ថាតើ CRT ឬក៏ Candle Rank Theory ហ្នឹងគឺវាមានលក្ខណៈបែបណាថាតើ structure វាបែបណាអញ្ចឹងយើងមកមើលនៅខាងក្រោមនេះទាំងអស់គ្នាអញ្ចឹងចំពោះកន្លែងនេះគឺ CRT ហ្នឹងគឺជា candle លេខទី1ហ្នឹងគឺជា candle ទី1យើងមើលចំពោះ candle ទី1យើងចាប់ទុក CRT គឺជា candle ទី1មានន័យថា candle ទី1នេះគឺជា Candle Rank Theory គឺគិតចាប់ពីណាអ្នកនរគឺគិតចាប់ពីកន្លែងនេះ line wick នៃ candle ទី1ហ្នឹងរហូតមកដល់ wick ខាងក្រោមហ្នឹងពី wick នៅខាងលើមកដល់ wick ខាងក្រោមហ្នឹងយើងចាត់ទុកវាជា candle rank ឬក៏ candle rank theory ហ្នឹងអញ្ចឹងយើងចាប់វាថាជា candle rank ឬក៏ candle rank theory គឺគិតចាប់ពី wick នេះរហូតមកដល់ wick ខាងក្រោមនេះហើយចំពោះខាងលើហ្នឹងឬក៏ wick ខាងលើហ្នឹងគឺយើងហៅវាថាជា candle rank high ឬក៏ CR high ឬក៏ CRT high ហើយចំពោះ wick ខាងក្រោមហ្នឹងយើងហៅវាថាជា CR low ឬក៏ candle rank low អញ្ចឹងអានេះគឺជារបៀបដែលយើងចាប់ជាមួយនឹង candle rank theory ឬក៏ជាមួយនឹង CRT ហើយចំពោះ candle នឹងទៀតសោតអ្នកនេះអាចលេខមើលបានគឺ wick វាគឺវាស្មើគ្នាឬក៏វាលើខ្វះគ្នាតិចតួចក៏យើងអាចចាត់ទុកវាជា CRT បានដែរតែសំខាន់មួយទៀតខ្ញុំចង់ឲ្យអ្នកគ្នាមើលកន្លែងនេះគឺនៅពេលដែលផ្សារវាធ្វើការផ្ដាច់ជាមួយនឹង low របស់ candle rank មួយហ្នឹងគឺយើងត្រូវរកជាមួយនឹង confirm buy ក្នុងករណីនេះគឺវាផ្ដាច់ជាមួយនឹង low ហ្នឹងគឺយើងអាចធ្វើការរកជាមួយនឹង confirm buy ទៅយកជាមួយនឹង candle rank high វិញចំពោះ CRT គឺពេលណាដែលវាផ្ដាច់ជាមួយនឹង candle rank low គឺយើងធ្វើការរក confirm ដើម្បី buy ទៅយកជាមួយនឹង candle rank វិញសូមធ្វើការលុបអានេះចេញវិញសិនអញ្ចឹងម្ដងទៀតនៅពេលណាដែលវាផ្ដាច់ជាមួយនឹង low នៅក្នុងករណីនេះគឺយើងធ្វើការរក confirm ដើម្បីទៅរកជាមួយនឹង candle high rank high វិញនៅក្នុង lower time frame ហើយអ្នកនរឃើញខ្ញុំដាក់ជាមួយនឹង key level នេះឯងមានន័យថាចំពោះ CRT គឺនៅពេលដែលវាធ្វើការផ្ដាច់ជាមួយនឹង low កន្លែងហ្នឹងគឺវាត្រូវមកប៉ះជាមួយនឹង key level ណាមួយដែលនៅខាងក្រោមហ្នឹងដើម្បីឲ្យវាមាន reaction ឬក៏ respect ជាមួយនឹង key level មួយហ្នឹងហើយវាធ្វើការ reverse ទៅលើវិញដើម្បីទៅយកជាមួយនឹង candle rank high ហើយចំពោះករណីនេះគឺតម្រូវឲ្យ candle ទី2ហ្នឹងគឺធ្វើការបិទនៅក្នុង rank របស់ CRT ទី1ហ្នឹងឬក៏បិទនៅក្នុង candle ទី1ហ្នឹងអ្នកនេះឃើញវាបិទនៅក្នុង rank ឯងអញ្ចឹងនេះគឺជា rank របស់យើងត្រូវចាប់ពីកន្លែងនេះចាប់ពី wick មួយនេះរហូតមកដល់ wick មួយនេះអញ្ចឹងមកនេះគឺជា rank ហើយមួយកន្លែងហ្នឹង candle ទី1ហ្នឹងអញ្ចឹងអ្នកនេះឃើញអា market ឬក៏ឃើញអា candle ទី2នេះវាទៅការបិទនៅក្នុង rank ហ្នឹងឯងអញ្ចឹងវាបិទនៅក្នុង rank នៅពេលដែល candle ទី2វាបានធ្វើការបិទនៅក្នុង rank អញ្ចឹងយើងអាចចាត់ទុកថាអាហ្នឹងគឺជា CRT បានហើយអា candle ទី1ហ្នឹងគឺវាចាត់ទុកវាជា CRT បានហើយគឺយើងនឹងធ្វើការរកចាំជាមួយនឹងការ confirm ឬក៏ការ entry នៅក្នុង candle ទី3នេះវិញអញ្ចឹងនៅពេលដែលវាបានទៅការផ្ដាច់ជាមួយនឹង CRT ឬក៏ CRL candle rank low នឹងហើយវាប៉ះមួយ key level ហើយបានទៅការបិទនៅក្នុង rank បន្តមកទៀត candle ទី3គឺវានឹងធ្វើការទៅផ្ដាច់ជាមួយនឹង CRT high នៅខាងលើនេះហើយយើងធ្វើការ entry ឬក៏រកកន្លែងចូលនៅក្នុង candle ទី3នេះអានេះគឺជារបៀបដែលយើងមើលជាមួយនឹង CRT ចំពោះករណីដែលវាផ្ដាច់ជាមួយនឹង low គឺយើងនឹង buy ទៅរកជាមួយនឹង candle rank high វិញឥឡូវយើងមកមើលជាមួយនឹងការដែលវាផ្ដាច់ជាមួយនឹង high វិញគឺវាបច្ច្រាស់គ្នាតែបន្តិចទេចំពោះករណីដែលវាផ្ដាច់ជាមួយនឹង high
គឺយើងធ្វើការរក confirm ដើម្បីបាយដើម្បី sell ទៅយកជាមួយនឹង candle rank low វិញឥឡូវយើងមើលនេះគឺជាអីគេនេះគឺជា candle rank អានេះគឺជា candle rank ត្រូវអត់គឺជាមួយ candle rank ហ្នឹងគឺជា candle ទី1ហ្នឹងអញ្ចឹងនេះគឺជា CRT high ដែលវាគឺជា candle rank high ហើយនេះគឺជា candle rank low so យើងមើលនៅពេលដែល candle ទី2វាបានទៅការបើកមកវាបានទៅផ្ដាច់ជាមួយនឹងគេវាបានទៅផ្ដាច់ជាមួយនឹង CRT high ឬក៏ candle rank high មួយនេះបន្ទាប់មកទៀតវាទៅការប៉ះជាមួយនឹង key level ណាមួយហើយវាបាន reaction មកវិញដោយបានបិទជាមួយនឹង candle ទី2ហ្នឹងនៅក្នុង rank របស់ CRT នៃ candle ទី1នេះបន្ទាប់មកទៀតយើងធ្វើការរក confirm ដើម្បី entry នៅ candle ទី3ដោយ candle ទី3គឺវាបានធ្វើការចុះមកយកជាមួយនឹង CRT rank low វិញឬក៏ CRT low វិញអញ្ចឹងអានេះគឺជាការប្រើប្រាស់ឬក៏ជា structure របស់ CRT យើងត្រឡប់មកវិញនៅពេលដែល CRT វាបានធ្វើការផ្ដាច់ជាមួយនឹង CRT low គឺយើងរងចាំឲ្យវាបិទនៅក្នុង rank ហើយយើងធ្វើការចូលនៅក្នុង candle ទី3ដែលវានឹងទៅយកជាមួយនឹង CRT high វិញហើយចំពោះ CRT ដែលវាបានធ្វើការផ្ដាច់ជាមួយនឹង candle rank high វិញគឺយើងរងចាំ confirm ដើម្បីឲ្យវាចុះទៅយកជាមួយនឹង candle rank low វិញចា៎នេះគឺជារបៀបដែលយើងមើលជាមួយនឹង CRT ឬក៏ជា structure របស់ CRT គឺវា work បែបហ្នឹងតោះនៅក្នុងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេនេះគឺជាវីដេអូទី1ទាក់ទងជាមួយនឹង candle rank theory ឬក៏ CRT អ្នកនរកុំភ្លេចទៅការចូលជាមួយនឹងក្រុម Telegram របស់ពួកយើងដើម្បីទទួលបានជាមួយនឹងវីដេអូបន្តទៀតដែលខ្ញុំនឹងធ្វើការនិយាយលម្អិតអំពីការ entry ទៅលើ candle rank theory មួយនឹងថាយើងត្រូវចេះជាមួយនឹងអ្វីបន្ថែមទៀតដើម្បីអាចប្រើប្រាស់ជាមួយនឹង candle rank theory នឹងបានអញ្ចឹងអរគុណអ្នកនរគ្នាសម្រាប់វីដេអូមួយនេះ Thank you bye bye